សុជាតិកុមារក្នុងកាលកន្លងទៅយូរមកហើយមានព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងពារាណសីកាលនោះព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិនៅក្នុងត្រកូលក្ដំពីរមាននាមបញ្ញត្តិថាសុជាតិៈបានសិក្សាសិលសាស្ត្រចេះសពគ្រប់ហើយក៏ទំនុកបំរុងបំរើមាតាបិតាដោយគោរពថ្ងៃមួយជីតារបស់សុជាតិកុមារអនិច្ចកម្មទៅក្ដំពីក៏ជាបិតារបស់សុជាតិកុមារមានសេចក្តីសោកស្ដាយវិយោគយំរៀបរាប់អាល័យចំពោះបិតានោះក្រៃលែងលុះធ្វើជាបណកិច្ចបូជាសពរួចហើយរើសប្រមូលឆ្អឹងខ្ចប់នឹងកំណាត់សម្ពុតយកទៅបញ្ចុះទុកនៅក្នុងស្ទូបមួយដែលសាងទុកនៅក្នុងសួនដំណាំនៅខាងក្រោយផ្ទះរបស់ខ្លួនរាល់តែថ្ងៃបិតារបស់សុជាតិកុមារតែងតែទៅធ្វើការកិច្ចបូជាស្ទូបនោះដោយមែកឈើផ្កាឈើផ្សេងៗហើយដើរទៅប្រទក្សិណយំរៀបរាប់ទុកសោកជាអនេកប្បការរូបកាយរបស់គាត់ក៏ចេះតែក្រៀមក្រំសោកសៅដោយទឹកភ្នែកដេកក៏មិនលក់បក់ក៏មិនលហើយភ្លេចបាយភ្លេចទឹកការងារទាំងឡាយទាំងពួងក៏អខានឈប់ធ្វើអ្វីទាំងអស់សុជាតិកុមារបានឃើញវិបការៈរបស់បិតាខុសប្រក្រតីដូច្នោះហើយក៏គិតថាបិតាអញតាំងពីលោកតាអនិច្ចកម្មទៅមានតែសេចក្តីទុក្ខសោកសៅតែម្យ៉ាងគត់មនុស្សដទៃក្រៅពីអាត្មាអញមិនមាននរណាមួយអាចជួយដោះទុក្ខគាត់បានទេតើអញនឹងរកឧបាយកលដូចម្ដេចនឹងរំលត់សេចក្តីទុក្ខរបស់គាត់បានសុជាតិកុមារខំគិតរកឧបាយជាច្រើនថ្ងៃមួយចេញអំពីផ្ទះទៅក្រៅភូមិបានឃើញគោមួយស្លាប់ដេកស្ដុកស្ដឹងពេលដែលគេអស់យកទៅចោលឧបាយដែលគិតទុកយូរមកហើយក៏លេចប្រកបឡើងមកទៅយកស្មៅនិងទឹកមកដាក់ក្បែរមាត់ខ្មោចគោនោះកាលបើឃើញជនណាមួយដើរទៅជិតហើយសុជាតិកុមារក៏ធ្វើជាយំសោកនិយាយអង្វរខ្មោចគោនោះថាណែសំឡាញ់ចូលក្រោកឡើងស៊ីស្មៅផឹកទឹកទៅកុំដេកយូរពេកមនុស្សទាំងឡាយដែលបានឃើញដូច្នោះហើយសង្ស័យណាស់ទើបសួរថាលោកសុជាតិពីពេលមុនខ្ញុំស្គាល់លោកច្បាស់ណាស់ថាជាអ្នកប្រាជ្ញជាមនុស្សចេះត្រឹមត្រូវថ្ងៃនេះខ្ញុំមើលទៅលោកហាក់ដូចជាមនុស្សវិកលចរិតសុជាតិកុមារមិនអើពើនឹងសម្ដីរបស់មហាជនឡើយនៅតែធ្វើអាការៈដូចឆ្នោះយ៉ាងប្រងើយកន្តើយហាក់ដូចជាមិនដឹងមិនឮកិច្ចការដែលសុជាតិកុមារប្រព្រឹត្តធ្វើទាំងថ្ងៃទាំងយប់អស់ប៉ុន្មានជាច្រើនថ្ងៃក៏លើរន្ទឺសុសសាយពេញទីក្រុងទាំងមូលជនជាញាតិមិត្តបងប្អូនបានឮដំណឹងនោះហើយក៏ទៅប្រាប់ដល់ក្ដំពីជាបិតាថាលោកក្ដំពីកូនរបស់លោកវិកលចរិតហើយបានយកទឹកនិងស្មៅទៅដាក់ក្បែរមាត់គោស្លាប់មួយនៅខាងក្រៅភូមិហើយក៏បានយំសោករៀបរាប់យ៉ាងច្រើនហៅខ្មោចគោនោះឲ្យមកក្រោកស៊ីស្មៅផឹកទឹកលោកមិនដឹងទេឬក្ដំពីកាលតែបានឮដូច្នោះហើយចម្លែកចិត្តជាខ្លាំងទើបគាត់បានហៅកូនមកសួរកូនសម្លាញ់បិតាឮថាកូនឯងយំសោកអាឡោះអាល័យចំពោះគោដែលស្លាប់ដែលគេអូសទៅចោលខាងក្រៅភូមិមែនឬទេមិនបង្អង់សុជាតិកុមារក៏ប្រញាប់ឆ្លើយភ្លាមបាទពុកខ្ញុំធ្វើយ៉ាងនឹងមែនលោកពុកអោកូនសម្លាញ់ហេតុអ្វីក៏ឆោតអីម្លេះបិតាសួរកូនមកមើលកូននឹកឃើញធ្វើដូចម្ដេចបានជាយកស្មៅនិងទឹកទៅដាក់ក្បែរមាត់គោដែលស្លាប់ហើយក៏យំសោកអង្វរគោឲ្យស៊ីស្មៅផឹកទឹកមកវិញធ្វើដូច្នោះមិនមែនជាលក្ខណៈរបស់បណ្ឌិតទេជាអំពើប្រឆាចអំពីប្រយោជន៍ទាំងពួងសុជាតិកុមារការដែលបានស្ដាប់ឪពុកនិយាយដូច្នោះហើយក៏មានសេចក្តីត្រេកអរខ្លាំងណាស់ដោយនឹកឃើញថាឱកាសនេះសមគួរហើយទើបនិយាយដោយវាចាទន់ភ្លន់តបពាក្យបិតាថាបាទលោកពុកការដែលខ្ញុំធ្វើនោះខ្ញុំសូមទទួលកំហុសទាំងអស់ព្រោះជាអំពើរបស់មនុស្សអន់ទុនខ្សោយគ្មានវិចារណញ្ញាណធម្មតាគោស្លាប់ហើយអវយវៈ
គ្រប់ចំណែកក៏ស្លាប់ទៅព្រមមិនអាចកម្រើកបានឡើយប៉ុន្តែគោដែលស្លាប់នោះនៅមានរូបប្រកបមើលឃើញច្បាស់គួរឲ្យអាឡោះអាល័យបានខ្ញុំសូមសួរលោកពុកបន្តិចថាការដែលលោកឪពុកយំសោកអាឡោះអាល័យលោកតាដែលអនិច្ចកម្មទៅសល់តែឆ្អឹងបញ្ចុះក្នុងចែកដីអត់បានឃើញរូបប្រកបនឹងភ្នែកទេសូម្បីត្រឹមតែអវយវៈណាមួយក៏មើលមិនឃើញដែរតើលោកតានឹងត្រឡប់រស់ឡើងវិញដោយសារការយំសោករបស់លោកពុកនោះឬយ៉ាងណាសូមលោកពុកពិនិត្យមើលតើអំពើរបស់ខ្ញុំនិងលោកឪពុកខាងណាគ្រាន់បើជាងក្តុំពីការដែលបានស្ដាប់សម្ដីដែលសមហេតុសមផលរបស់បុត្រខ្លួនហើយក៏គិតថាកូនរបស់អញជាបណ្ឌិតមានប្រាជ្ញាអាចជួយដោះទុក្ខរបស់អញបានដោយឧបាយដ៏ប្រសើរទើបនិយាយនឹងកូនថាមនាសុចិតៈឪពុកត្រេកអរណាស់អ្នកបានគិតរកឧបាយបង្ហាញឪពុកឲ្យបានដឹងច្បាស់នៅការមិនទៀងរបស់សង្ខារបានដោយជាក់លាក់ច្បាស់ចាប់តាំងពីពេលនេះទៅឪពុកអស់សេចក្តីទុក្ខសោកអាឡោះអាល័យទៀតហើយបិតារបស់សុជាតិកុមារក៏អស់សេចក្តីសោកចំពោះបិតាចាប់តាំងពីពេលនោះទៅរឿងនាងរជុមាលាកាលព្រះសម្ពុទ្ធគង់នៅក្នុងវត្តចេតពុននាក្រុងសាវត្ថីកាលនោះមានកុមារីម្នាក់ជាកូនរបស់ទាសីអ្នកបម្រើព្រាហ្មណ៍ម្នាក់នៅក្នុងស្រុកកយាឯនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍នោះតាំងតែពីនាងកុមារីកូនទាសីរបស់ខ្លួនកើតមកមិនដែលបានសប្បាយចិត្តសោះឡើយតែឃើញមុខកុមារីនោះកាលណាសេចក្តីក្រោធកើតឡើងនៅក្នុងពេលនោះភ្លាមចំណែកនាងកុមារីដល់ពេលធំឡើងក៏បម្រើនាងព្រាហ្មណីជាមួយនឹងម្ដាយប៉ុន្តែនាងពុំដែលបានសប្បាយចិត្តសោះព្រោះនាងព្រាហ្មណីចេះតែវាយតប់ជេរប្រតិចផ្ដាសាជានិច្ចរាល់ថ្ងៃមួយនាងកុមារីនោះទៅរកទាសីនាយសំពៅឲ្យជួយកោសក់ឲ្យខ្លួនលុះកោអស់ហើយប្រញាប់ប្រញាល់ត្រឡប់មកវិញនាងព្រាហ្មណីក្រឡេកឃើញក្បាលត្រងោខឹងណាស់ទើបយកខ្សែគោមួយចង្វាយស្ទុះទៅសំពងនាងកុមារីនោះហើយចងកនាងដឹកយកទៅផ្ទះខ្សែដែលចងកនោះមិនស្រាយឡើយទើបមនុស្សទាំងឡាយហៅនាងកុមារីនោះថារជុមាលានាងរជុមាលានេះចៅវាយចេះតែស្អប់ឃើញមុខមិនបានព្រោះកាលពីជាតិមុននៅក្នុងសាសនាពុទ្ធកស្សបៈនាងជាចៅវាយរបស់នាងព្រាហ្មណីនោះឯងហើយក៏បានវាយតប់ទាសីរបស់ខ្លួនឥត្រាប្រណីបានជាពៀននោះតាមជាប់មកបណ្ដាលឲ្យនាងព្រាហ្មណីចេះប្រតិចវាយតប់ខ្លួនឯងវិញឯនាងរជុមាលានេះជាស្ត្រីមានចិត្តធ្ងន់បំផុតមិនដែលខឹងតបតដោយពាក្យសម្ដីឬដោយអាការៈណាមួយចំពោះនាងព្រាហ្មណីដែលជាចៅវាយឡើយថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រមាលមើលនិស្ស័យសត្វបានជ្រាបថានាងរជុមាលាជាស្ត្រីមាននិស្ស័យខ្ពស់ត្រូវបានសម្រេចទៅដល់សោតាលុះទ្រង់ជ្រាបដូច្នោះហើយពេលថ្ងៃរសៀលក៏និមន្តទៅគង់ក្នុងព្រៃក្រោមដើមឈើមួយក្បែរភូមិព្រាហ្មណីនោះឯនាងរជុមាលាកាលបើចៅវាយចេះតែធ្វើបាបខ្លាំងដូច្នោះនាងព្រួយចិត្តខ្លាំងណាស់ក៏កាន់ក្អមធ្វើទៅជាដងទឹកហើយក៏លួចរត់ចូលទៅក្នុងព្រៃដើម្បីចងកសម្លាប់ខ្លួននៅលើដើមឈើធំមួយដោយនាងបានយកខ្សែចងភ្ជាប់ទៅលើមេឈើបំរុងនឹងលោតសម្លាប់ធ្លាក់មកហើយស្រាប់តែឃើញព្រះសម្ពុទ្ធក្បែរដើមឈើដែលខ្លួននៅទីនោះសេចក្តីជ្រះថ្លាក៏កើតមានឡើងទើបស្រាយខ្សែអំពីកហើយចុះទៅថ្វាយបង្គំព្រះសម្ពុទ្ធត្រាស់សួរថានាងមានការអ្វីនាងរជុមាលាបានថ្លែងប្រវត្តិរបស់ខ្លួនថ្វាយព្រះសម្ពុទ្ធជាម្ចាស់តាំងពីដើមដរាបដល់ចប់លុះចប់ហើយព្រះសម្ពុទ្ធសម្ដែងអនុបុព្វវិកថាឲ្យនាងស្ដាប់នាងខំខ្ចង់ស្មារតីស្ដាប់ដរាបដល់ចប់
ក៏បានសម្រេចចោទតាបត្តផលហើយថ្វាយបង្គំលាព្រះសម្ពុទ្ធកណ្ដៀតក្អមដងទឹកទៅផ្ទះវិញកាលនោះព្រាហ្មណ៍ជាស្វាមីរបស់នាងព្រាហ្មណីកំពុងអង្គុយនៅមាត់ទ្វារបានឃើញនាងរជ្ជមាលាមានទឹកមុខស្រស់បោះជាងសពដងក៏សួរថានាងទៅណាយូរម្លេះមកវិញស្រាប់តែញញឹមញញែមនាងប្រាប់ចៅហ្វាយថាខ្ញុំបានជួបនឹងព្រះសម្ពុទ្ធព្រះអង្គនៅក្នុងដងព្រៃក្បែរភូមិខ្ញុំរវល់តែស្ដាប់ធម៌របស់ព្រះអង្គជក់ចិត្តបានជាយូរក្រនឹងមកផ្ទះវិញមនុស្សទាំងឡាយនៅក្នុងស្រុកកយាបានឮថាមានព្រះភិក្ខនិមន្តមកក៏នាំគ្នាទៅបបួលនាងព្រាហ្មណីទៅថ្វាយបង្គំព្រះសម្ពុទ្ធកាលបើមហាជនទៅជួបជុំគ្នាហើយព្រះសម្ពុទ្ធទ្រង់សម្ដែងអតីតនិទានរបស់នាងព្រាហ្មណីនិងនាងរជ្ជមាលាឲ្យមហាជនបានដឹងលុះចប់ហើយនាងព្រាហ្មណីនិងស្វាមីរបស់នាងព្រមទាំងមហាជនដែលទៅស្ដាប់ធម៌ទាំងប៉ុន្មានក៏បានដល់នៅត្រៃសរណគមខ្លះបានរក្សាសិល5ខ្លះចាប់តាំងពីថ្ងៃនោះមកនាងព្រាហ្មណីនិងនាងរជ្ជមាលាបានរាប់អានគ្នាដូចជាបងប្អូនបង្កើតដរាបដល់អស់ជីវិតឯនាងរជ្ជមាលាលុះធ្វើមរណកាលទៅបានទៅកើតនៅក្នុងឋានតាវតឹងសោយទ្រព្យសម្បត្តិជាសុខក្សែងខ្សានរហូតទៅ